បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាពក្រុមការងារចុះមកផ្ដល់សេវាកម្មរៀបចំប្រព័ន្ធការពារសត្វកាដៀហើយទីតាំងនេះជាប្រភេទរោងចក្រដែលគាត់ធ្វើការសាងសង់ថ្មីបាទអញ្ចឹងរោងចក្រក៏យើងគួរតែការពារសត្វកាដៀដែរដោយសារនៅក្នុងរោងចក្រគឺយើងស្តុកអីវ៉ាន់ស្តុកទំនិញផ្សេងអញ្ចឹងវាងាយក៏កើតឡើងសត្វកាដៀហើយរោងចក្រគឺយើងសង់គឺយើងប្រើប្រាស់រយៈពេលយូរមែនតើអញ្ចឹងបើយើងមានថ្នាំការពារកាដៀជាពិសេសយើងធ្វើការកាយកប់ឲ្យមានជាប្រព័ន្ធទយោទៀតអញ្ចឹងនេះក្រុមការងារកំពុងតែធ្វើការកាយអញ្ចឹងកាយនេះគឺយើងដាក់ទយោនៅក្នុងហ្នឹងដើម្បីធ្វើការបាញ់ថ្នាំទៅថ្ងៃក្រោយតិចទៀតបន្ទាប់ពីយើងកាយយើងនឹងធ្វើការដាក់ទយោចូលទៅក្នុងទីតាំងដែលយើងបានកាយតែម្ដងអញ្ចឹងយើងមានការកាយកប់ទៅតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវបាទកាយឲ្យមានចម្រូវមានកម្ពស់មានប្រវែងឲ្យត្រឹមត្រូវតែម្ដងបាទអញ្ចឹងបើបងប្អូនមានតម្រូវការតាក់ទងនឹងសេវាកម្មរៀបចំប្រព័ន្ធការពារសត្វកាដៀសម្រាប់ផ្ទះសាងសង់ថ្មីឃ្លាំងរោងចក្រអគារផ្សេងបងប្អូនអាចធ្វើការតំណមកពួកយើងបានពួកយើងមានចំណេញបច្ចេកទេសច្បាស់លាស់តែម្ដងក្នុងការធ្វើការងារបាទសូមអរគុណ